គ្នាយើង Mobile Legends នឹងធ្វើការ revamp នៅ skin stand ទាំង3ហ្នឹងដោយមូលហេតុ Mobile Legends គេថា skin ហ្នឹងវាចាស់កម្រិលហើយវាស្អាតដូចជា skin ចេញក្រោយៗនេះទេដោយ Mobile Legends ក៏គេបានបញ្ជាក់ទៀតដែរថាគេទៅដឹងថា skin stand ហ្នឹងមានអ្នកលេងច្រើនហើយមាន fan ដែលចង់បាន skin ហ្នឹងច្រើនតែនិយាយចឹងគឺខ្ញុំឆ្ងល់ហ្មង Mobile Legends ទៅដឹងខ្លួនមែនថា skin stand ហ្នឹងជា skin ល្បីអាសាថា skin ហ្នឹងមកលើកណាក៏មានអ្នកចង់បានដែរប៉ុន្តែបើតាមខ្ញុំគិត skin 3ហ្នឹងដូចជាមានត្រូវការ revamp អីទេខ្ញុំមើលទៅដូចជាស្អាតតែទាន់សម័យកលិប high soul មានទៅហួសសម័យអីណាមួយ skin ក្នុង Mobile Legends ហ្នឹងអត់ស្អាតកណើមិនតកែមកកែ skin ស្អាតស្រាប់ខ្ញុំបញ្យល់ដូចជា skin collector សេវណាអីហ្នឹងឡើងដូចតុក្កតាស៊ីផ្សិតអប្រមតកែតែមកកែតែ skin គេស្អាតហើយនឹងនិយាយពីលឹបពឹសដៃសាហាវហ្មងហើយមូលហេតុមួយទៀតនៅសារតែ skin con វាចេញថ្មី3អ្នកស្អាតមែនតើតែ Mobile Legends គេគិតថា skin ចេញក្រោយហ្នឹងវាស្អាតជាង skin stand អញ្ចឹងណាមួយតម្លៃវាស្មើគ្នាហើយឥឡូវខ្ញុំនឹងនាំគ្នាយើងទៅមើលនៅ skin Covenant ទាំង3ហ្នឹងដែលមាន Lilia Idra ជាមួយនឹង Natan ហើយនេះគឺជា skill effect របស់ skin Lilia Covenant អ្នកនរគ្នាគឺស្អាតមែនតើហ្មងឡើងលេខ6លេខ7ហ្មងខ្ញុំចង់បានខ្លាំងនិយាយលេងហ្នឹងគ្នាយើងខ្ញុំដែរលេង hero ហ្នឹងផងហើយអាហ្នឹងហើយគឺជាមូលហេតុដែលគេធ្វើការ revamp ទៅលើ skin stand ហ្នឹងដោយសារតែ skin ចេញក្រោយៗនេះវាស្អាតមែនតើហើយមួយទៀតវិញគឺជា skin Covenant របស់ Natan skin ហ្នឹងខ្ញុំមើលទៅដូចជាមានអារម្មណ៍ថាអត់ស្អាតទេមើលទៅដូចជាអត់ skin ដូចជា hero អត់ skin ហើយដាក់ពណ៌ក្រហមអញ្ចឹងប៉ុន្តែបើ skill effect វិញខ្ញុំតសើហ្មងស្អាតទៅបើជារូបរាងគេមិនសូវស្អាតប៉ុន្តែអា skill ហ្នឹងគឺស្អាតមែនតើ skill ទី1 skill ទី2ដាក់ទៅឡើងច្បាស់ហ្មងសូម្បីតែបាសិកថាក៏ដាក់ទៅក៏ច្បាស់មើលឃើញច្បាស់ហ្មងអត់មានបលែបឡំដោយការ skin មុនទៀតទេការមុនវិញ skin គេមើលមកអាបាសិកថាដូចវាយខ្យល់ដូចគុកខ្យល់ទៅ enemy អញ្ចឹងស្របមក skin Covenant របស់ Natan ហ្នឹងស្អាតប៉ុន្តែស្ទើរកៅអៅបន្តិចខ្ញុំចង់ឲ្យគេថែមកៅអៅវាទៅជាមើលទៅអលង្ការជាងហ្នឹងហើយនេះវិញគឺជា May Final របស់មានផ្ទះបាញ់មកហើយ skin គេឡើងស្អាតហ្មងអែមហួស skin នេះ skin Lucky Box Idra សុំយកទៅកប់ចោលបានតែ skin Covenant នេះវាស្អាតពេកឡើង Lucky Box ខ្ញុំលែងចង់ទិញ Lucky Box ទេតែចេញ skin នេះមកលក្ខណៈថាគេចេញមកឡើងស្រីហាយស្រីកលិបហ្មងបែបនារីពាក់មុខប៉ុន្តែរូបរាងស្អាតតែបើ skill effect វិញអត់សូវស្អាតបើខ្ញុំគិតថាវាមិនល្មមដូចជា skin Lucky Box ដូចអីធម្មតាដែរហ្នឹងអាហ្នឹងបើតាមចាស់ខ្មែរយើងគាត់ហៅថាស្អាតទៅរុកតែច្រឹកបានហ្នឹងតែលេងណាគ្នាយើងប៉ុន្តែមានអី skin ហ្នឹងស្អាតតែគាត់ថា ultimate វាទូចពេកពណ៌វាអត់សូវលះដូចជា skill ទី1ទី2ប៉ុន្តែសម្រាប់ខ្ញុំបើសរុបសេចក្តីមកគឺថា skin ទាំង3ហ្នឹងអត់ស្អាតជាង skin stand ទេ skin stand Selena Brody ឈួយស្អាតជាងដាច់